តោះ hello អ្នកគ្នាបាទថ្ងៃនេះដែរខ្ញុំមកបរិញ្ញាអ្នកគ្នាពីរបៀបដាក់ mode version 2 ចឹងណាឥឡូវអ្នកគ្នាធ្វើការមើលតាមខ្ញុំចឹងមកណាគ្នាបាទឥឡូវនេះគឺខ្ញុំមកប្រាប់អ្នកគ្នាឥឡូវយើងធ្វើការចូល Google មកអ្នកគ្នាចូល down ក្នុង Google ក៏បានជ្រុំក៏បានដែរអ្នកគ្នាឥឡូវនៅពេលដែលអ្នកគ្នាចូល Google ហើយអ្នកគ្នាធ្វើការចុចនៅកន្លែង search អ្នកគ្នាឥឡូវធ្វើការចុចចូលកន្លែង search ហើយអ្នកគ្នាធ្វើការយកនេះអ្នកគ្នាមើលតាមដៃខ្ញុំចុចហ្នឹងទៅឥឡូវចាំអ្នកគ្នាចាំមើលនោះអ្នកគ្នាចុចទៅហើយអ្នកគ្នាធ្វើការយកពីលើគេអ្នកគ្នាពីលើគេនេះដល់ពេលអ្នកគ្នាយកពីលើហើយវាចូលមកគឺវាចេញចេះតែម្ដងអ្នកគ្នាហើយអ្នកគ្នាធ្វើការអូសវាទៅក្រោមរហូតតែម្ដងទៅអ្នកគ្នាបាទហើយបើសិនជាអ្នកគ្នាចេះហើយអ្នកគ្នាអាចអូរំលងវីដេអូខ្ញុំក៏បានដែរខ្ញុំបរៀនសម្រាប់តែអ្នកមិនទាន់ចេះទេអ្នកគ្នាបាទឥឡូវអ្នកគ្នាធ្វើការមើលតាមខ្ញុំចឹងមកហើយអ្នកគ្នាធ្វើការចុចរំសាយពាណិជ្ជកម្មវាចោលអស់មកអ្នកគ្នាចុចខ្វែងចុចអីអស់មកពេលតពីអ្នកគ្នាអូមកដល់នេះហើយអ្នកគ្នាធ្វើការចុចកន្លែង go to download page នេះអ្នកគ្នាចុចកន្លែងនេះហើយកន្លែងសញ្ញាខ្ញុំគូនោះអ្នកគ្នាចុចមកដល់ហើយវាមានពាក្យ free down អ្នកគ្នាធ្វើការចុច free down ហ្នឹងទៅបាទឥឡូវអ្នកគ្នាចាំមកផ្លែទៅបាទខ្ញុំធ្វើការចុច free down ហ្នឹងបាទនៅពេលអ្នកគ្នាចុច free down ហើយគឺវាចេញមកដល់នេះអ្នកគ្នាហើយអ្នកគ្នាធ្វើការអូសទៅក្រោមទៀតតែម្ដងទៅអ្នកគ្នាបាទឥឡូវខ្ញុំធ្វើការអូសទៅក្រោមហើយគឺវាពាណិជ្ជកម្មច្រើនតែអ្នកគ្នាខ្ញុំធ្វើវាម្ដងគឺវាយូរខ្លាំងតែអ្នកគ្នាបាទឥឡូវខ្ញុំធ្វើការអូសវាទៅក្រោមរហូតតែម្ដងទៅបាទហើយអ្នកគ្នាអូសមកដល់នេះអ្នកគ្នាធ្វើការយកលើគេអ្នកគ្នាកន្លែងដែលខ្ញុំគូនេះអ្នកគ្នាកន្លែងដែលខ្ញុំគូហ្នឹងអ្នកគ្នាធ្វើការយកលើគេតែម្ដងទៅបាទហើយអ្នកគ្នាចុច free down ទៀតអ្នកគ្នាចុច free down ហើយបន្តមកនេះវានឹងឲ្យអ្នកគ្នាមកដល់កន្លែងនេះអ្នកគ្នាហើយអ្នកគ្នាចុចសញ្ញាពណ៌ QQ ដែលខ្ញុំគូហ្នឹងអ្នកគ្នានេះកន្លែងដែលខ្ញុំគូហ្នឹងអ្នកគ្នាបាទអ្នកគ្នាចុចទៅការចុចលើហ្នឹងទៅតែសម្រាប់ខ្ញុំគឺខ្ញុំមានមួយបាទហើយអ្នកគ្នាគឺខ្ញុំអត់ down ទេបាទអ្នកគ្នាចុចតាមខ្ញុំទាំងអស់មកបន្តមកទៀតបើខ្ញុំមានមួយអ្នកគ្នាទៅការខ្ញុំចូលកន្លែងនេះមកគឺខ្ញុំលុបវាចោលវិញហើយខ្ញុំមានមួយអ្នកគ្នានៅខាងខ្ញុំមានមួយហើយនៅពេលដែលអ្នកគ្នា down បានហើយអ្នកគ្នាទៅការចុចពីលើវាចឹងមកអ្នកគ្នានេះបាទនៅពេលដែលអ្នកគ្នាចុចពីលើវាណាគឺវាចេញឲ្យអ្នកគ្នាដំឡើងចេះហើយអ្នកគ្នាហើយអ្នកគ្នាក៏ដំឡើងដូចហ្គេមធម្មតាមកអ្នកគ្នានៅពេលដែលអ្នកគ្នាដំឡើងហើយអ្នកគ្នាធ្វើការថយចេញមកក្រៅមកអ្នកគ្នាដំឡើងបានហើយអ្នកគ្នាធ្វើការចុចចូលទៅកាន់វាតែម្ដងទៅអ្នកគ្នានោះគឺខ្ញុំមានមួយអ្នកគ្នានេះរង្វង់ដែលខ្ញុំគូនេះគឺខ្ញុំមានមួយអ្នកគ្នាឥឡូវខ្ញុំធ្វើការចុចចូលតែម្ដងទៅអ្នកគ្នាបាទគឺវាម្ដងប្រកាច់មែនទេអ្នកគ្នាឥឡូវធ្វើការចុចចូលតែម្ដងបាទឥឡូវខ្ញុំធ្វើការចូលមកដល់កាន់ចែអ្នកគ្នាបាទខ្ញុំចូលមកដល់ចុះហើយគឺវាមានសង្ឃឹមថាបានហើយអ្នកគ្នាឥឡូវធ្វើការចាំវាដើរទៅអ្នកនៅពេលដែលអ្នកគ្នាចូលមកដល់អ្នកគ្នាធ្វើការចុចចូលកន្លែងរូបមនុស្សអ្នកគ្នាកុំចុចចូល Facebook ហើយនឹង Gmail អ្នកគ្នាបាទអ្នកគ្នាធ្វើការចុចចូលរូបមនុស្សចឹងទៅបាទនៅពេលអ្នកគ្នាចុចចូលរូបមនុស្សអ្នកគ្នាចុចពាក្យថា go ពណ៌លឿងហ្នឹងអ្នកគ្នាពេលអ្នកគ្នាចុចចូលមកដល់អ្នកគ្នាគឺវាលូតចេះអ្នកគ្នាចាំមកទៅបាទគឺវាលូតរឿង slow ហើយទៅការមកដល់កន្លែងដាក់ឈ្មោះអ្នកគ្នាបាទពេលអ្នកគ្នាចុច go ហ្នឹងគឺវាមកឲ្យអ្នកគ្នាដាក់ឈ្មោះឲ្យអ្នកគ្នាបាទឥឡូវទៅការដាក់ឈ្មោះសិនអ្នកគ្នាចាំផ្លិនទៅគឺវាដើរយឺខ្លាំងតែទូរស័ព្ទខ្ញុំបានណាចាឲ្យចុចដក clear មកណាចាចុចហើយដាក់ FS មួយទៀតមកហើយបើខ្ញុំចុច go តែវាអត់ឲ្យទេខ្ញុំការដាក់សញ្ញាមួយទៀតអ្នកគ្នាសញ្ញាសួរឥឡូវចាំផ្លែទៅអ្នកគ្នាបាទទីការចូលទៅកន្លែងនោះគេដាក់សញ្ញាសួរបានខ្ញុំដាក់ហើយខ្ញុំទៅការចុចចូលតែម្ដងទៅបាទណាចា FF ឥឡូវចាំមកផ្លែទៅអ្នកគ្នាបាទយើងកំពុងតែចូលហើយអ្នកគ្នាចុចតាមខ្ញុំទាំងអស់តែម្ដងអ្នកគ្នាកុំចុចឲ្យខុសពីខ្ញុំអ្នកគ្នាហើយមើលវីដេអូខ្ញុំគឺកំសាម្ដងអ្នកគ្នាគឺអ្នកគ្នាកំសាហើយអ្នកគ្នាចូលមកដល់កន្លែងនេះអ្នកគ្នារើស server ដែលអ្នកគ្នាចង់លេងអញ្ចឹងណាបាទសម្រាប់ខ្ញុំគឺខ្ញុំរើសយក server Singapore អ្នកគ្នាមើលតាមខ្ញុំគូនឹងទៅអ្នកគ្នាបាទចង់ចូលលេង server ហ្នឹងក៏ចូលទៅអ្នកគ្នានេះគឺជា server ខ្មែររបស់យើងបាទគឺជា server មានខ្មែរលេងអញ្ចឹងណាឥឡូវទៅការចុចចូលទៅវាលូតចេញចេះមកហើយអ្នកគ្នាបាទអ្នកគ្នាចាំមកផ្លានទៅបាទឥឡូវវាទៅការលូតចេញ ID អ្នកគ្នាត្រូវ copy ID ហ្នឹងណាបាទឥឡូវនេះការ copy ID វាហើយអ្នកគ្នាធ្វើការចេញពី game អ្នកគ្នានៅពេលដែលអ្នកគ្នាចេញពី game អ្នកគ្នាធ្វើការចូលទៅកាន់ Gmail ដែរណាបន្ទាប់ពីអ្នកគ្នាចូល Gmail អ្នកគ្នាធ្វើការលុបអក្សរដែលយើង download នឹងចេញហើយអ្នកគ្នាធ្វើការមើលតាមខ្ញុំទៅអ្នកគ្នាចាំshare អក្សរតាមខ្ញុំទៅគឺពាក្យដែលខ្ញុំទៅសេកងនោះអ្នកគ្នាត្រូវ copy យកទៅសេក៏បានដែរអ្នកគ្នាបាទអ្នកគ្នាចុចឥឡូវខ្ញុំធ្វើការចុចពីលើវាតែម្ដងទៅអ្នកគ្នាបាទឥឡូវចុចប៉ក់តែម្ដងទៅបាទ
ហើយអ្នកគ្នាយកអាលើគេអ្នកគ្នាអារូបផែនដីហ្នឹងណាអ្នកគ្នាគឺយើងត្រូវដាក់ ID ចូលចឹងណាបាទឥឡូវការដាក់ខ្ញុំចូលរូបផែនដីហ្នឹងសិនអ្នកគ្នាចាំមកផ្លែទៅបាទហើយចូលមកដល់វគ្គឈឺក្បាលហើយអ្នកគ្នាគឺកន្លែងនេះគឺវាវេទនាខ្លាំងតែដោយសារតែវាគឺវិនិច្ឆ័យកម្មច្រើនពេកឥឡូវអ្នកគ្នាខ្ញុំដាក់វីដេអូកន្លែងនេះឲ្យលឿនតែម្ដងទៅស្រួលអ្នកគ្នាមើលបាទបន្តពីអ្នកគ្នាចុចវាអស់រយៈពេលយ៉ាងយូរបាទអ្នកគ្នាចុចហើយគឺខ្ញុំចុចវាយូរខ្លាំងតែអ្នកគ្នាឥឡូវខ្ញុំបានហើយអ្នកគ្នាទៅពេលដែរយើងគឺនេះចេញអារូបចឹងមកគឺយើងបានហើយអ្នកគ្នាហើយខ្ញុំធ្វើការចុចថយមកក្រៅមកគឺថាខ្ញុំឃ្លៀចោលអស់តែម្ដងទៅអ្នកគ្នានៅពេលដែលខ្ញុំឃ្លៀចោលអស់ខ្ញុំធ្វើការចូលហ្គេមយើងវិញតែម្ដងទៅឈ្មោះថា Free Fire Mix ហ្នឹងអ្នកគ្នាឥឡូវធ្វើការចូលហើយអ្នកគ្នាចាំមក plan ទៅបាទវាលងឹតឆឹងតាមរងមកគឺវាកំពុងតែចូលហើយអ្នកគ្នាហើយទូរស័ព្ទខ្ញុំវាដើរយឺតផងអ្នកគ្នាវាដើរយឺតចឹងទៅគឺខ្ញុំវេទនាក្នុងការលេងចឹងណាហើយអ្នកគ្នាកុំភ្លេចជួយចុច like ឲ្យបានច្រើនផងគឺខ្ញុំធ្វើវីដេអូនេះគឺហត់ខ្លាំងតែអ្នកគ្នាបាទគឺខ្ញុំអត់ទាន់បានហូបបាយទេគឺខ្ញុំគាត់តាអង្គុយធ្វើវីដេអូនេះគឺយូរពេកអ្នកគ្នាឥឡូវអ្នកគ្នាចាំមក plan ទៅវាកំពុងតែចូលហើយបាទដើម្បីម៉ូតរបស់យើងចឹងណាអ្នកគ្នាក៏នេះអ្នកគ្នាឥឡូវយើងត្រូវចូលមកដល់កន្លែងនេះហើយអ្នកគ្នាបាទយើងចូលមកដល់នេះគឺជាដំណាក់កាលដែលយើងត្រូវចូលបានលេងហើយអ្នកគ្នាបាទគឺវាកប់សេរីយកតាមម្ដងគឺយើងមានអីវ៉ាន់ច្រើនជាងអសរ V ទៀតអ្នកគ្នាបាទគឺយើងលេងបានយំកៅអីក៏យើងមានដែរអ្នកគ្នាឥឡូវមើលចូលមកងឹតឆឹងតែម្ដងអ្នកគ្នាចាំមក plan ទៅនេះឥឡូវវាចេញហើយអ្នកគ្នាចាំមក plan បាទឥឡូវខ្ញុំការចុចខ្វែងមកអ្នកគ្នាឃើញលេខ8ហើយអ្នកគ្នានេះគឺជាប្រែមរបស់យើងចឹងណានេះគឺជាប្រែម level 8របស់យើងឥឡូវយើងការចាំមក plan ទៅអ្នកគ្នាបាទឥឡូវនេះបាទឥឡូវយើងការចូលបានហើយអ្នកគ្នា OB 54អ្នកគ្នាម៉ែហើយយើងមានកៅក្បាលគោនេះទេអ្នកគ្នាក្បាលគោនេះគឺត្រៀមនឹងចេញនៅ server យើងលេងធម្មតាអត់ទាន់ចេញទេអ្នកគ្នាតែខ្ញុំម៉ូតចឹងខ្ញុំមានអ្នកគ្នាបាទនេះគឺក្បាលគោសេរីថ្មីណាវាសេរីចាស់តែគេកែឲ្យវាដូចថ្មីចឹងអ្នកគ្នាបាទបាទឥឡូវតើនេះ9ឆ្នាំអ្នកគ្នាបាទហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបាយអ្នកគ្នាហើយជួបគ្នានៅវីដេអូក្រោយអ្នកគ្នាជួបខ្ញុំហើយអ្នកគ្នាកុំភ្លេចជួយចុច subscribe និងបើកសញ្ញាកណ្ដឹងនៅវីដេអូខ្ញុំម្នាក់មួយផងអ្នកគ្នាបាទ